ថ្ងៃនេះខ្ញុំមកធ្វើត្រាវបំពងលាយសាច់ជ្រូកចិញ្ច្រាំនិងមីសួរស្រួយខាងក្រៅទន់ខាងក្នុងញ៉ាំឆ្ងាញ់ជក់មាត់របៀបធ្វើដំបូងគឺយើងឈូសការ៉ុតជាសរសៃហើយបន្ទាប់មកគឺខ្ញុំមានសាច់ជ្រូកចិញ្ច្រាំគឺខ្ញុំដាក់តែប្រហែលជិតកន្លះប្រអប់នឹងទេហើយខ្ញុំមានការ៉ុតឈូសជាសរសៃដូចគ្នាស្លឹកខ្ទឹមហើយនឹងត្រាវដែលខ្ញុំបានឈូសរួចរាល់ហ្នឹងយកមកដាក់លាយគ្នាហើយខ្ញុំមានគ្រឿងទេសស្ករស1ស្លាបព្រាកាហ្វេរ៉ូឌី1ស្លាបព្រាកាហ្វេម្សៅខ្ទឹមម្រេចទឹកត្រីទឹកស៊ីអ៊ីវហើយនឹងអំបិលបន្តិចផងដែរបន្ទាប់មកគឺយើងធ្វើការច្របល់គ្រឿងនឹងចូលគ្នាឲ្យសព្វល្អហើយយើងទុកវាមួយឡែកសិនម្សៅមីចំនួន3ស្លាបព្រាបាយម្សៅពោតចំនួន3ស្លាបព្រាបាយដូចគ្នាបើសិនជាអត់មានម្សៅទាំងពីរមុខនឹងទេប្រើជាប្រភេទម្សៅបំពងជាកញ្ចប់ក៏បានដែរហើយខ្ញុំដាក់ពងទាចំនួន1គ្រាប់ជាមួយនឹង baking powder បន្តិចផងដែរហើយបន្ទាប់មកគឺយើងធ្វើការកូរច្របល់ម្សៅនឹងឲ្យវាម៉ត់ល្អយើងបន្ថែមទឹកហើយគឺយើងធ្វើការកូរវាចេញជាល្បាយរាងខាប់ល្មមមុននឹងខ្ញុំធ្វើការបន្ថែមម្សៅប៉ុន្តែបងប្អូនមិនបាច់បន្ថែមតាមខ្ញុំទេដោយសារតែខ្ញុំប្រាប់មុនហ្នឹងគឺវាត្រូវទៅតាមហ្នឹងហើយអញ្ចឹងនៅពេលដែលយើងកូរល្បាយម្សៅនឹងសព្វរាងខាប់បានប៉ុណ្ណឹងគឺយើងអាចចាក់ចូលទៅក្នុងត្រាវដែលយើងបានច្របល់មុនហ្នឹងដាក់ចាក់លាយគ្នាអស់មកយើងច្របល់វាសព្វហើយបន្ទាប់មកខ្ញុំបានបន្ថែមជាមួយនឹងមីសួរដែលខ្ញុំបានត្រាំទឹកវាទុកខ្ញុំកាត់វាខ្លីៗបន្ទាប់មកខ្ញុំយកមកច្របល់ជាមួយនឹងគ្រឿងរបស់យើងហ្នឹងមីសួរនឹងយើងកុំត្រាំវាឲ្យរីកពេកយើងត្រាំវាតែមួយផ្លែតមកអាចកាត់វាបានគឺយើងយកវាមកដាក់លាយជាមួយនឹងត្រាវរបស់យើងយកមកបំពងបានហើយអញ្ចឹងនៅពេលដែលខ្លាញ់របស់យើងក្តៅល្អយើងចាប់ផ្ដើមដួសត្រាវយើងនឹងយកទៅបំពងតែម្ដងយើងដួសវាឆ្បេតនៅលើស្លាបព្រាឬក៏សមដូចខ្ញុំធ្វើនៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងប៉ាន់វាប៉ុនទំហំប៉ុណ្ណឹងមកយើងដាក់វាបំពងនៅពេលដែលវាឡើងក្រហមក្រៀមល្អសូមយើងចាប់វាចេញត្រាវនឹងយើងបំពងតែម្ដងគឺវាស្រួយហើយយើងអត់ចាំបាច់បំពងពីរដងទេឲ្យតែវាឡើងរាងក្រហមល្អសូមចាប់ចេញអញ្ចឹងអាហ្នឹងត្រាវរបស់យើងគឺស្រួយល្អហ្មងត្រាវបំពងមីសួរហ្នឹងបើសិនជាយើងមានពោតយើងចិតពោតដាក់ថែមទៀតយកមកបំពងកាន់តែឆ្ងាញ់ដូចគ្នាត្រាវហ្នឹងខ្ញុំបំពងឲ្យឡើងស្រួយល្អហ្មងខាងក្រៅវាស្រួយខាងក្នុងវាទន់ស្វិតឆ្ងាញ់ប៉ុន្តែអត់ស្វិតខ្លាំងទេវារបៀបស្វិតស្តៀងប្រហិតឆ្ងាញ់ហ្មងទោះទុកយូរក៏នៅតែស្រួយល្អដែរហើយត្រាវហ្នឹងយើងញ៉ាំវាជ្រលក់ជាមួយទឹកជ្រលក់ទឹកត្រីកោះកុងឬក៏ទឹកជ្រលក់ប្រហិតអីគឺកាន់តែឆ្ងាញ់